ការស្រមៃឡើងវិញអំពីកង់ចាស់គឺជាការប្រព្រឹត្តថ្មីរបស់ Yering Solutions ក្នុងការផលិតថាមពលសូមស្រមៃអំពីពិភពលោកមួយដែលកង់ចាស់ដែលបានចោលនិងពោលពេញទៅដោយធូលីប្រែប្រួលទៅជាប្រេងដែលផ្គត់ផ្គង់ថាមពលសម្រាប់យន្តហោះដែលហោះចូលនៅមេឃឬឡានទំនិញដែលកំពុងដើរលើផ្លូវមើលទៅដូចជាដំណឹងមួយពីសៀវភៅវិទ្យាសាស្ត្ររឿងនេះកំពុងលោតចេញពីទំព័រទៅក្នុងជីវិតពិតដោយសារការបង្កើតថ្មីរបស់ Yering Solutions និងគម្រោងកង់ទៅជាថាមពលរបស់ពួកគេមកចូលទៅក្នុងពិភពនៃការបំលែងកង់ហើយស្វែងរកអត្ថប្រយោជន៍ជាច្រើនរបស់វា 1. ដោះស្រាយបញ្ហាកង់រៀងរាល់ឆ្នាំមានកង់រាប់លានគ្របដណ្ដប់ដល់ចុងវដ្តជីវិតរបស់ពួកវាបើមិនបានថែទាំពួកវានឹងក្លាយជាបញ្ហាបរិស្ថានដោយយកដីធំនិងកន្លែងសម្រាប់កសាងសត្វល្អិតដំណោះស្រាយរបស់ Yering ប្រើប្រាស់កាកសំណល់នេះបំលែងគ្រោះថ្នាក់បរិស្ថានដែលអាចកើតមានទៅជាថាមពលដែលមានតម្លៃមិនអាចវាស់បានផ្គត់ផ្គង់ថាមពលសម្រាប់អនាគតប្រេងសម្រាប់យន្តហោះការធ្វើដំណើរនឹងមានអារម្មណ៍ថាបរិស្ថានស្អាតជាងមុនបើអ្នកយល់ថាយន្តហោះដែលអ្នកកំពុងស្ថិតនៅក្នុងវាត្រូវបានផ្គត់ផ្គង់ថាមពលមួយផ្នែកដោយកង់ដែលបានបំលែងឡើងវិញយានយន្ត Biodiesel នៅលើផ្លូវឥឡូវនេះអាចដំណើរការដោយប្រេង Biodiesel ដែលស្អាតនិងមានចីរភាពដែលបានយកមកពីកង់ចាស់ដែលបង្ហាញពីការផ្លាស់ប្ដូរទៅរកដំណោះស្រាយដឹកជញ្ជូនដែលបរិស្ថានប្រេងសម្រាប់កប៉ាល់និងឡានទំនិញវិស័យដឹកជញ្ជូនសមុទ្រនិងដឹកជញ្ជូនទំនិញរបស់យើងដែលជាផ្នែកសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោកក៏អាចទទួលបានអត្ថប្រយោជន៍ពីប្រភពថាមពលដែលមានចីរភាពនេះផងដែរ 2. ក្តីសុបិនអគ្គិសនីក្រៅពីប្រេងតែប៉ុណ្ណោះអំណាចបំលែងនៃកង់ចាស់ក៏ពង្រីកទៅដល់ការផលិតអគ្គិសនីផងដែរសូមស្រមៃអំពីផ្ទះនិងឧស្សាហកម្មដែលត្រូវបានផ្គត់ផ្គង់ដោយថាមពលដែលបានយកមកពីកង់ដែលបានចោលវាជាការប្រកបដោយចីរភាពនិងការបង្កើតថ្មីដែលរួមបញ្ចូលគ្នា 4. ប្រសិទ្ធភាពសេដ្ឋកិច្ចនិងបរិស្ថានដំណើរការបំលែងកង់ទៅជាថាមពលមិនមែនគ្រាន់តែជាការប្រើប្រាស់កាកសំណល់ឡើយវាជា model ដែលអាចមានសេដ្ឋកិច្ចដោយមានសមត្ថភាពថាមពលក្នុងខ្លួនកង់ផ្ដល់ជាផ្នែកចំណេញដែលមានតម្លៃសម្រាប់ការផលិតប្រេងនិងថាមពលក្រៅពីនេះការកាត់បន្ថយចំនួនកង់នៅក្នុងកន្លែងទុកសំណល់អាចកាត់បន្ថយការចេញផ្សាយកាបូននិងមូលមេរោគបរិស្ថានយ៉ាងខ្លាំង 5. ការបង្កើតការងារនិងការអភិវឌ្ឍជំនាញការចាប់ផ្ដើមថ្មីដូចនេះនឹងនាំឲ្យមានការបង្កើតឱកាសការងារថ្មីខ្សែបណ្ដាញទាំងមូលផ្ដល់ឱកាសការងារចាប់ពីការប្រមូលនិងដឹកជញ្ជូនកង់ចាស់ទៅដល់ការប្រតិបត្តិនិងការបំលែងរបស់ពួកវាក្រៅពីនេះការទាមទារសមត្ថភាពជាក់លាក់នៅក្នុងវិស័យនេះបើកផ្លូវសម្រាប់កម្មវិធីបណ្ដុះបណ្ដាលនិងការអភិវឌ្ឍជំនាញ 6. កាត់បន្ថយការពឹងផ្អែកលើប្រេងឆៅដោយប្ដូរទៅប្រើប្រាស់ប្រភពថាមពលជំនួសដូចជាដែលបានយកមកពីកង់យើងកំពុងកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅដែលមិនអាចកែប្រែបានយ៉ាងយឺតៗការផ្លាស់ប្ដូរនេះធានាថានៅមានអនាគតថាមពលដែលមានចីរភាពនិងជួយស្ថាបនាថ្លៃថាមពលឲ្យមានស្ថិរភាពនិងបង្កើនសុវត្ថិភាពថាមពល 7. ការបង្កើតថ្មីជួយផ្ដល់ឱកាសសម្រាប់ការស្រាវជ្រាវបន្ថែមភាពជោគជ័យនៃគម្រោងរបស់ Yering Solutions បានបង្កើតឱកាសសម្រាប់ការស្រាវជ្រាវបន្ថែមនៅក្នុងវិស័យនៃការបំលែងកាកសំណល់ទៅជាថាមពលពេលដែលផ្លូវមួយបើកវាបានបង្កើតឱកាសសម្រាប់ការស្រាវជ្រាវសម្ភារៈកាកសំណល់ផ្សេងទៀតដែលអាចត្រូវបានបំលែងដូចគ្នាក្នុងការសន្និដ្ឋានកង់ដែលធម្មតាត្រូវបានមើលថាជាការលំបាកនៃកន្លែងទុកសំណល់កំពុងទទួលបានឱកាសថ្មីក្នុងជីវិតអរគុណចំពោះវិធីសាស្ត្រមើលឃើញរបស់ Yering Solutions អ្វីដែលមុននេះគឺជាសញ្ញានៃកាកសំណល់ឥឡូវនេះបានក្លាយជាអំពូលនៃថាមពលដែលមានចីរភាពនៅពេលដែលយើងបើកឡានឬហោះហើរដោយមានថាមពលពីកង់ចាស់យើងមិនត្រឹមតែធ្វើដំណើរទៅមុខទេប៉ុន្តែកំពុងធ្វើដំណើរទៅកាន់ថ្ងៃស្អាតមួយ